តោះបងប្អូនយើងឥឡូវយើងទៅលេងតាមប្រាសាទម្ដងបន្ទាប់ពីចប់ការប៉ណ្ណឹងទូកតាមដងស្ទឹងសៀមរាបរយៈពេល2ថ្ងៃមកហើយឥឡូវយើងទៅលេងតាមប្រាសាទម្ដងព្រោះជាស្នាដៃបុព្វបុរសដូនតារបស់យើងតែបានបន្សល់ទុកមកឲ្យយើងនៅក្នុងខេត្តសៀមរាបនេះមានប្រាសាទរាប់ពាន់ប្រាសាទបើសិនជាយើងចង់ចំណាយពេលទស្សនាដើរលេងតាមប្រាសាទគឺចំណាយច្រើនថ្ងៃអាច4ទៅ5ថ្ងៃអីក៏យើងមិនអាចទៅទស្សនាទៅលេងអស់បានដែរព្រោះភាគច្រើនយើងទៅលេងទៅតាមប្រាសាទធំនៅក្នុងទីរួមខេត្តហ្នឹងទេនៅមានប្រាសាទជាច្រើនទៀតនៅប្រាសាទជាច្រើនទៀតនៅតាមបណ្ដាស្រុកផ្សេងទៀតគឺមានច្រើនណាស់ស្នាដៃបុព្វបុរសដូនតារបស់យើង